đầy sụp bố vô phí đầuទីនេះគឺជាទីខ្ពស់របស់ភ្នំយ៉ាតដែលយើងមើលពីលើទៅឃើញនៅខាងក្រោមគឺមានផ្ទៃស្អាតមែនតែនខៀវស្រងាត់តែម្ដងពីទីនេះគឺយើងមើលឃើញផ្ទះអ្នកស្រុកដែលព្រំព័ទ្ធទៅដោយចំការនិងដំណាំរបស់ពួកគេហើយនៅខាងមុខយើងនោះគឺភ្នំខៀវមកនេះស្អាតណាអូយសើមកច្រើនមែនតែនទាំងពួកនេះវាដូចជាកន្ត្រៃអញ្ចឹងទំនើបមែនតែនវ៉ាវអូយក្រហមទុំហ្មងនេះអាយយក្រងខំចាត់ផ្អែមមែននេះគឺជាម្ហូបប្រចាំតំបន់គឺក្រវ៉ាញឆាជាមួយសាច់គោហើយម្ហូបនេះគឺមានតែខេត្តពោធិ៍សាត់និងខេត្តប៉ៃលិនទេដែលយើងអាចកម្មង់បាននៅខេត្តផ្សេងៗគឺអត់មានដើមនេះទេនេះគឺជារសជាតិចម្លែកមួយហើយមានរសជាតិឆ្ងាញ់មែនទែនគឺជាអាហារប្រចាំតំបន់នៅខេត្តប៉ៃលិននេះក៏អូបឈ្ងុយផ្អែមមានរសជាតិឆ្ងាញ់ណាស់ទៅនៅប៉ៃលិនអូយទេសភាពតាមដងផ្លូវនេះស្អាតមែនតើមានការកង្កោកដ៏ស្រស់ស្អាតនេះគឺជាផ្លូវដែលយើងឡើងទៅរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូយទឹកនេះត្រជាក់ណាស់ខ្ញុំបាត់អស់ភាពនឿយហត់មែនតើខ្ញុំកំពុងតែរស់នៅពិភពមួយអើយអូយមានអារម្មណ៍ថាពិតជាអស្ចារ្យមែនតើអូយស្អាតណាស់ហើយទីនេះគឺជាសួនអាពាហ៍ពិពាហ៍ដែលប្រជាជនដែលរស់នៅលើទឹកដីប៉ៃលិនគាត់តែងតែមកបង្កើតអនុស្សាវរីយ៍ក្នុងការដាំដើមឈើរបស់គាត់ក្នុងថ្ងៃអាពាហ៍ពិពាហ៍អូយស្អាតណាស់ជម្រាបសួរបានហើយឆ្ងាញ់ហ្មងអូយពិតជាឆ្ងាញ់មែនចូលរួមបានតែអត់អីអូអរគុណច្រើនចិត្តល្អមែនតើអ្នកខេត្តប៉ៃលិនហើយនៅទីនេះគឺយើងចំណុចពិសេសដ៏អស្ចារ្យនោះគឺយើងអាចមើលថ្ងៃលិចគឺយើងមើលឃើញទេសភាពបៃតងខ្ចីល្អមែនតើផ្ទៃខៀវស្រងាត់គឺសុទ្ធសឹងតែជាចំការរបស់អ្នកស្រុកពីទីនេះទៅគឺយើងមើលឃើញចំការផ្លែត្រងែនគឺដូចផ្លែមៀនអញ្ចឹងណាប៉ុន្តែវាមានរសជាតិនិងសាច់វាខុសគ្នាមៀនគឺមានជាតិឈ្ងុយសាច់ស្ដើងតែកង្កែនគឺអត់សូវមានជាតិឈ្ងុយទេប៉ុន្តែសាច់វាឆ្ងាញ់ក្រាស់ជាងមៀននេះគេហៅថាសង្វាក់ហើយនេះគឺណែមជាអាហារតំបន់នៅទីនេះអញ្ចឹងបានគេចូលចិត្តមកលេងទីនេះព្រោះមានអាហារតំបន់បែបនេះគឺឆ្ងាញ់មែនតើខ្ញុំមានអារម្មណ៍ថាឃ្លានដែរអូចុះនេះអីគេហ្នឹងបងទាកូនបានអីឆ្ងាញ់បងបានមានបងជើញពីសម្រាប់ការងារហ្នឹងហ៎អូយល្អមែនតើអរគុណច្រើនអរគុណបងចាឆ្ងាញ់មែនអរគុណបងអរគុណច្រើនបញ្ចប់ពីការនឿយហត់ពួកគាត់តែងតែមកអង្គុយកម្សាន្តនៅទីនេះដែលមានខ្យល់អាកាសល្អមែនទែនហើយមានម្ហូបប្រចាំតំបន់ផងដែរស្ដីមិនដែរងាកឲ្យសាមកលេងទីនេះហ៎មកអង្គុយលេងមើលថ្ងៃលិចហើយពីល្ងាចឡើងមកចាប់ពី
ម៉ោង 4 អីមកចាប់តាមតិចឲ្យថ្ងៃលេខជាមកអញ្ចឹងទៅគេនៅក្នុងអង្គុយលេងច្រើនឆ្ងាញ់មែនតើជំរាបសួរសួស្ដីញ៉ាំអីញ៉ាំពងទាសួស្ដីចាអូយសុខសប្បាយញ៉ាំអីហ្នឹងញ៉ាំប្រហិតអរគុណច្រើនបាយបាយអូអរគុណច្រើនបងមកជាលក្ខណៈគ្រួសារហ្មងបងណាអ្នកបៃលិនបងហ៎ចាកណ្ដងដែរបងណាមិនងាយឡើងមកអង្គុយលំហែកាយរបៀបជាគ្រួសារនៅពេលយប់គេមិនព្រួយបារម្ភនឹងការល្ងិតទេព្រោះមានភ្លើងបានមកដល់ទីនេះហើយអ្វីដែលសំខាន់នោះគឺសុវត្ថិភាពជាចម្បងអរគុណបងបងអរគុណច្រើនបងស្រីខ្ញុំជួយលក់ឲ្យខ្ញុំសុំអាំងតិចមើលចាអូយណែមអីក៏ល្អមែនបងណែមនេះនៅភ្នំពេញគឺយើងពិបាករកញ៉ាំណាតែម្ដងនេះគឺសម្បូរមែនតើលក់ដាច់ទេបងបងដាច់ថ្ងៃណាខ្លះដែរអូថ្ងៃគេសម្រាប់ពីការងារណែបងណាថ្ងៃបុណ្យទាននេះអញ្ចឹងណាអូខេអរគុណច្រើនអូននេះបងជើញមើលបន្ទប់នេះក្រែធំ1.3ម៉ែត្របងនេះគឺជាបន្ទប់ក្រែមួយណាប៉ុន្តែក្រែនេះធំមែនតើមានតុសម្រាប់អង្គុយសរសេរមានទូរទស្សន៍មានទូខោអាវនៅទីនេះច្រើនតែភ្ញៀវខ្មែរឬក៏ភ្ញៀវបរទេសបងភ្ញៀវខ្មែរច្រើនជាងភ្ញៀវបរទេសបងនេះបងជើញចានេះគឺជាបន្ទប់ក្រែ2ណាគឺមានបំពាក់គ្រឿងសង្ហារឹមគឺមានដូចគ្នាទាំងអស់ខ្ញុំនឹងក្រុមការងារខ្ញុំគឺសម្រាប់ទីនេះចាច្រើនហើយបងអញ្ចឹងជិបនេះគេលក់ស្បិតល្អចាស្រស់ស្អាតមែនទែននៅក្នុងអាងទឹកមានរូបត្រីដូហ្វីន12ស្អាតណាស់សម្រាប់ភ្ញៀវដែលអញ្ជើញមកស្នាក់នៅផ្ទះសំណាក់ភ្នំយ៉ាតនេះអាចមកហែលទឹកដល់សប្បាយរីករាយនៅអាងទឹកនេះផងដែរពេលថ្ងៃរះផ្ដើមកាន់តែស្អាតនៅទីនេះគឺផ្ទះសំណាក់ភ្នំយ៉ាតបើសិនជាលោកអ្នកចង់មកស្នាក់នៅទីនេះសូមបើកនៅ Facebook Guest House ភ្នំយ៉ាតលោកអ្នកនឹងអាចឃើញទស្សនវិជ្ជារួមដ៏ស្រស់ស្អាតនៅទីនេះហើយលោកអ្នកអាចតាក់ទងតាមរយៈ Facebook នឹងផងដែរតាមបណ្ដាផ្លូវនេះគឺផ្លូវលេខ57នៅខាងមុខប្រហែលជា17គីឡូគឺដល់ព្រំដែនខ្មែរថៃប៉ុន្តែយើងមិនទៅតាមបណ្ដោយផ្លូវ57ទេគឺយើងទៅតាមក្រោមស្ពានចង់ដឹងថានៅទីនោះមានអីទស្សនានៅក្រោមស្ពាននេះមានទឹកហូរដែរតាហើយស្អាតទៀតនេះគឺជាសកម្មភាពរបស់ប្រជាជនដែលរស់នៅតំបន់ខេត្តប៉ៃលិននេះគាត់កំពុងតែរែងត្បូងបាននៅបងបាននៅទេអូរាល់ថ្ងៃបានច្រើនទេបងបានតិចទីដែរជួនកាលមួយថ្ងៃ10000 20000រៀលអីចឹងទៅអូកាលបាន100000អីចឹងទៅអ្នកមករែងត្បូងកាន់តែច្រើនឡើងគាត់ថារែងកន្លែងដដែលពេលខ្លះបានពេលខ្លះអត់បាន
វាដូចជាជោគជតារិស័យដែរបងណា បាទកូន ចាយូតាមយីអូនកូនតូចនេះគាត់មកតាមប៉ាគាត់ហើយចេះហែងណាអូនបានទេបានមួយទេហ្នឹងទេចឹងអាកតិចហ្នឹងគេហៅរ៉ែណាពុនណា បាទ អូហ្នឹងហ៎កំណររ៉ែអូចឹងត្បូងវាមកតាមហ្នឹងណាពុនណា បាទ នេះគឺជាមុខរបរដ៏សាមញ្ញមួយរបស់ប្រជាជនរស់នៅខេត្តប៉ៃលិនហើយបើសិនជាខ្ញុំរស់នៅខេត្តប៉ៃលិននេះប្រហែលជាខ្ញុំក៏មករែងត្បូងដើម្បីប្រកបរបរបែបនេះដែររែងអញ្ចឹងមួយថ្ងៃប្រហែលម៉ោងទៅបង ព្រឹកក៏មក2 3ហ្នឹងទំនេរផង ចាទីនេះគឺគេហៅថាស្ទឹងតារៀបហើយនៅទីនេះប្រជាជនគាត់តែងតែមករែងត្បូងជារៀងរាល់ថ្ងៃហើយនៅតែបានអូត្បូងហ៎បងចាអូនេះគឺជាត្បូងកណ្ដៀងពីដំបូងខ្ញុំឆ្ងល់ថាបើឃើញរែងហើយកតិចដូចគ្នាទាំងអស់អញ្ចឹងមើលមិនទៅដឹងថាត្បូងយ៉ាងម៉េចក៏មិនដឹងថាត្បូងដល់ពេលឃើញបានមួយគ្រាប់នេះបាទខ្ញុំដឹងថាសាច់ត្បូងគឺមានសាច់ស្អាតហើយភ្លឺមើលទៅឃើញថ្លាតែម្ដងខុសពីកន្តិចរ៉ែទាំងអស់នេះអូអញ្ចឹងសូមជូនបងវិញណាអរគុណច្រើនបងអញ្ចឹងភ្ញៀវទេសចរទាំងអស់អាចមកលេងកម្សាន្តនៅស្ទឹងតារៀបនេះជាពិសេសអាចទស្សនាជាមួយនឹងសកម្មភាពការរែងត្បូងរបស់ប្រជាជននៅទីនេះពិតជាមើលទៅគឺប្លែកមែនទែនតែធ្លាប់តែលឺតគ្នាតែថ្ងៃនេះខ្ញុំបានឃើញផ្ទាល់បន្តិចទៀតខ្ញុំនឹងសាក់រែងតើសកម្មភាពនោះគឺយ៉ាងណាបងជាចៅចិត្តរែងត្បូងលៀងដីអូនបុតសាច់ថៃបងឈោងមិនដល់មិត្តអ្នកជីត្បូងផ្ទះទ្រូងអាណិតជំរាបសួរបងបាននៅបងអូតែមកដល់បានមើលខ្ញុំចង់សុំសាកតិចមើលបងរែងមិនលើកអញ្ចឹងលើកអញ្ចឹងហើយរែងចាបងណាអូដល់ពេលអាគាត់ធំវារត់ចូលគ្នាណែបងចង់ទស្សនាស្វែងយល់ពីរបៀបលេងនេះក្នុងការរែងត្បូងនៅប៉ៃលិនលោកនេះអាចអញ្ជើញមកតាមស្ទឹងតាហើយមើលមិនឃើញត្បូងទៅអូបងបានត្បូងទូចមួយអូសាច់ត្បូងបើយើងមិនមែនអ្នកជំនាញគឺយើងមើលអត់ដឹងទេតតែឃើញមកគ្រាប់ចឹងបានយើងដឹងថាជាសាច់ត្បូងគឺវាមានសភាពភ្លឺជាងថ្មធម្មតាភ្លឺហើយថ្លាដូចកញ្ចក់អញ្ចឹងដីរៀបប្រែខ្លះជាភូមិបាយស្បែករុងរកកណ្ដៀងអកាញ់ច្រែជាប់ដៃក្រោមថ្ងៃអូឥឡូវនេះបានមកគ្រាប់ទៀតហើយសាច់ត្បូងគាត់ហាតងគឺសាច់ត្បូងដូចគ្នាពណ៌ក៏ដូចគ្នាដែរតែគ្រាប់ធំជាងមុនបន្តិចអរគុណបងហើយបងធ្លាប់បានអាធំជាងនឹងទៀតទេបងធ្លាប់ហ៎អូអរគុណបងយើងមើលទៅខាងនោះគឺមានកញ្ចក់អង្គុយលេងច្រើនណាស់ហើយយើងសង្ឃឹមថានៅស្ទឹងតារៀបនេះនឹងក្លាយទៅជាតំបន់ទេសចរមួយយ៉ាងល្អអូនិលហ្នឹងហ៎បងអូដែលពាក្យចាស់យើងនិយាយថាខ្មៅដូចនិលណាគេអាចច្នៃយកទៅធ្វើត្បូងដែលពណ៌ខ្មៅអញ្ជើញតែក៏បានដូចគ្នាគ្រាន់តែតម្លៃមិនសូវថ្លៃដូចត្បូងបាញ់មិញយើងបានឃើញការរែងត្បូងប៉ុន្តែបងប្រុសគាត់ថ្ងៃនេះបានច្រើនជាងគេចាអូច្រើនណាបងណាចាខាងនេះវិញចឹងអូបើយើងសរុបទៅប្រហែលជាជាង50គ្រាប់អូយហើយនៅក្នុងមួយគ្រាប់ប្រហែលជាយើងអាចលក់បានតម្លៃប៉ុន្មានដែរបង10000 20000 10000 20000 30000អញ្ចឹង30050ដងប៉ុន្មានហើយទស្សនិកជនច្រើនណាស់ណាមករែងទាំងអស់គ្នាអីអូខេអញ្ចឹងដាក់ចូលវិញណាបងណាជូនពរបងឲ្យលោកយាយយ៉ាតជួយឲ្យបងរត្បូងឲ្យបានច្រើនជាងនឹងទៀតណាបងណាអរគុណបងអីតិចជាប់នឹងដៃមកគ្រាប់អីទៅអត់ទេណាជំរាបលាបងជំរាបលាទាំងអស់គ្នាជូនពរឲ្យបងរកត្បូងបានច្រើនណាបងណា
បណ្ដោយផ្លូវក្រុងប៉ៃលិនគឺយើងអាចមើលឃើញកន្លែងលក់ត្បូងជាច្រើនហើយនៅទីនេះគឺកន្លែងលក់ត្បូងអូជំរាបសួរបងអូនស្រីយ៉ាស្អាតផងកូនកាត់បារាំងមែនហ្នឹង អាចណែនាំបងបានទេថាត្បូងណាដែលចេញពីតំបន់ប៉ៃលិនយើងនេះ មានច្រើនពណ៌បងវាពណ៌ធ្វើចេកយើងអាចនិយាយថាបឹងកញ្ចាក់លោកខៀវកលៀងយើង ពណ៌សុទ្ធហ្មងណាប៉ុន្តែមានទឹកចាស់ទឹកខ្ចី ចាបឹងកញ្ចាក់ចង់និយាយថាវាចេញពីកលៀងខៀវហ៎បង អញ្ចឹងណា ចា អញ្ចឹងបានវាមានខៀវខ្ចីណាតែ ពាក្យច្រើននៅប៉ៃលិនត្បូងទទឹមដែលយើងចំណាំនិយាយថាត្បូងក្រហមហ្នឹងឈ្មោះពិតប្រាកដគឺត្បូងទទឹម អូអញ្ចឹងបានន័យថាត្បូងលេខ1នៅខេត្តប៉ៃលិននេះគឺត្បូងទទឹម ចាចា អូថ្ងៃនេះបានឃើញស្អាតណាចុះខ្មៅធំនេះគឺអីគេទៅ អាហ្នឹងណិលបង អូនិលអូស្អាតណាស់ខ្មៅហើយស្អាតទៀតនេះត្បូងនិលអូចុះនេះវិញ នេះគេហៅថាពេជ្រប៉ៃលិនបង អូនេះពេជ្រប៉ៃលិនហ្នឹងហ៎ ចាបង អូទឹកដីត្បូងពេជ្រត្រូវមែនហ្មងណា ចា អូយមកក្របនេះស្អាតណាស់ខ្ញុំគិតថាមានតែត្បូងទេតែមានតលពេជ្រទៀតណា ចាបង អូ ចាបងព្រោះអីភៀវខ្លះគាត់អត់ដឹងថាមានពេជ្រប៉ៃលិនទេគេពីមុនគាត់តែងតែនិយាយថាពេជ្រថៃហ៎បងធៀបពិតក៏ពិតយើងគួរតែនិយាយថាពេជ្រប៉ៃលិន អូពេជ្រប៉ៃលិនអញ្ចឹងបានន័យថាគឺសមិទ្ធផលរបស់ប៉ៃលិនយើងតែម្ដងណា ចា ហឹម មានពីរពណ៌ទី1រាងសបែបនេះ ចា ទី2ទឹករាងចាស់ចេះហ្នឹងគេហៅថាពណ៌ទឹកខ្មុំ អូមានពេជ្រពណ៌អសនិងពេជ្រពណ៌ទឹកខ្មុំ ចាបង អូពិតជាស្អាតមែនតើទស្សនិកជនទាំងអស់ជាពិសេសបងប្អូនស្ត្រីយើងដែលអញ្ជើញមកខេត្តប៉ៃលិនសូមកុំភ្លេចវត្ថុអនុស្សាវរីយ៍ជាមួយនឹងត្បូងយកទៅធ្វើគ្រឿងអលង្ការដ៏ល្អហើយនៅទីនេះគឺនៅតាមបណ្ដោយផ្លូវវិមានឯករាជ្យនៅខេត្តប៉ៃលិនជូនពរឲ្យលក់ដាច់កាន់តែច្រើនណាអរគុណច្រើន ពីពណ៌ណាបងស្រឡាញ់នេះដែរសម្រាប់ នេះពណ៌ទឹកឃ្មុំនេះមើលទៅគឺស្អាតមែនតើ ចាឡបង ចា មួយនេះឡ ចា នេះបងធ្វើកវលស្អាតតា ចា ខ្ញុំជួយបងជាអនុស្សាវរីយ៍ និយាយមែនក្លែង ចា អូហូថ្ងៃនេះមានសំណាងមែនតើនេះគឺជាលើកទី1អរគុណច្រើនអរគុណច្រើន អូនៅខាងមុខនេះថ្មនេះរ៉ែមាសថ្មមាសស្រួយអូដែលគេហៅថារ៉ែណែបងណាវត្ថុអនុស្សាវរីយ៍ទីនេះគឺមានច្រើននៅទីក្រុងប៉ៃលិននេះកន្លែងណាក៏មានលក់ត្បូងដែរសូម្បីតែនៅខាងមុខរូបសំណាកលោកយាយយ៉ាតក៏មានកន្លែងលក់ត្បូងដែរបងស្រីគាត់កំពុងតែរើសវត្ថុអនុស្សាវរីយ៍ពីទីក្រុងប៉ៃលិន សាវរីយ៍ខ្លួនឯង ចា អើយអត់មានអ្នកទិញឲ្យយើងទិញខ្លួនឯងលួងខ្លួនឯងទៅបប៉ៃលិនទៅយកត្បូងឡាំបៀហ្នឹងហើយឥឡូវឃើញហើយអូជំរាបសួរពូពូមីងមីងបងបងអីយ៉ាធ្វើអីគេចេះពូអូនេះគឺតងប៉ៃលិនពួកគាត់កំពុងតែឆ្លោះមើល បងឆ្លោះមើលទៅអាចដឹងថានៅខាងក្នុងបែកឬក៏ទឹកខ្ចីទឹកចាស់បានទាំងអស់ហ្មងណា អានេះត្បូងតងវាចេញជាមួយនឹងត្បូងទទឹមយើងណា ចា អានេះត្បូងតងនេះវាផ្លែជាងត្បូងទទឹមទេ តែពណ៌ក្រហមដូចគ្នា ប៉ុន្តែនេះក៏ហមក៏ម៉ៅ ចា វាតិចទៅជុំ អូថាមកគ្រាប់ហ្នឹងគឺបើសិនជាយើងគិតជាតម្លៃប្រហែលជាប្រហែលទៅបង បើយើងលក់ឆៅអត់តន់ឆ្នៃ ចា $300 $300អូអញ្ចឹងបានន័យថាមានតម្លៃតើបងណាបើខ្ញុំនិយាយត្រង់ណាបងបើសិនជាជ្រុះតាមផ្លូវអីខ្ញុំអត់រើសទេព្រោះខ្ញុំអត់ស្គាល់អូពិតជាអស្ចារ្យមែនតើចាអូអញ្ចឹងខ្ញុំកាន់នេះគឺប៉ះចំរបស់មានតម្លៃអូមិនដឹងថាម្ចាស់គេមួយណាឯណាទឹកវាខាងក្នុងគឺស្អាតមែនតើអញ្ចឹងឲ្យតែពេលឃើញខ្មៅជ្រុះខ្ញុំត្រូវតែរើសយកមកមើលឯងចាអូអញ្ចឹងណែបង អ្នកប៉ៃលិនឲ្យតែឃើញតាមផ្លូវឬក៏ហូរតាមទឹកអីគឺត្រូវតែរើសហើយចាអូពីព្រោះរបស់មានតម្លៃនៅពេលយើងមើលទៅដូចជាដុំថ្មដូចជាដុំកៅស៊ូនៅពេលដែលវាមិនទាន់ឆ្នៃអូនេះត្បូងទៅតែឆ្នៃហើយ
ត្បូងកណ្ដៀងចឹងហ៎បង បាទពងរៀង អូបោះបៃលិនចាំតែម្ដងណាគ្រាន់តែមើលចឹងក៏សប្បាយចិត្តដែរទោះបីជាមិនមែនជារបស់ខ្ញុំក៏ដោយព្រោះមើលទៅគឺស្អាតដែរអូតែមិនឆ្នៃមិញណា បាទ អូតែមិនឆ្នៃហើយក្តៅក្តៅនេះគឺត្បូងទៅតែឆ្នៃហើយមិញអូថ្ងៃនេះខ្ញុំពិតជាមានសំណាងមែនតើដែលបានមកមើលឃើញត្បូងដ៏ស្រស់ស្អាតទាំងអស់នេះនេះគឺជាត្បូងបៃលិន